សិលាចារឹកភាសាសំស្ក្រឹតនឹងត្រូវបកប្រែជាភាសាខ្មែរដើម្បីលាតត្រដាងពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរសម័យបុរាណក្រុមការងារជំនាញនៃរាជបណ្ឌិតសភាកម្ពុជានឹងបកប្រែសិលាចារឹកភាសាសំស្ក្រឹតមកជាភាសាខ្មែរសម័យទំនើបដើម្បីឲ្យប្រជាជាតិខ្មែរបានយល់ដឹងពីអាថ៌កំបាំងនៃមហាបុព្វបុរសខ្មែរបុរាណដែលកប់ទុកអស់រយៈពេលរាប់សិបឆ្នាំកន្លងមកនេះបើតាមការបញ្ជាក់ពីលោកបណ្ឌិតយងពៅអគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាដែលលោកគឺជាអ្នកដឹកនាំប្រជុំក្រុមការងារផ្ទាល់កាលពីព្រឹកមិញលោកអគ្គលេខាធិការបានថ្លែងប្រាប់វិទ្យុវិទ្យុថាសិលាចារឹកជាភាសាខ្មែរបុរាណនិងភាសាបាលីរាជបណ្ឌិតសភាកម្ពុជាបានបកប្រែរួចហើយនៅតែផ្ទៀងផ្ទាត់មួយចំនួនទៀតប៉ុណ្ណោះនៅពេលនេះនឹងមានការបកប្រែសិលាចារឹកជាភាសាសំស្ក្រឹតបន្ថែមទៀតដើម្បីលាតត្រដាងនៅកំណត់ត្រាសំខាន់ៗដូចជាទាក់ទងទៅនឹងការដឹកនាំរដ្ឋកិច្ចការនយោបាយសង្គមរួមនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងៗទៀតឲ្យកូនខ្មែរបានដឹងខណៈពីមុនមានតែអ្នកស្រាវជ្រាវបរទេសមួយចំនួនទេទើបអាចយល់បានសូមបញ្ជាក់ថាសិលាចារឹកជាភាសាខ្មែរបុរាណនិងភាសាបាលីរាជរដ្ឋាភិបាលកម្ពុជាបានបកប្រែរួចហើយហើយនៅផ្ទៀងផ្ទាត់មួយចំនួនទៀតឥឡូវនេះយើងនឹងធ្វើការសិក្សាស្រាវជ្រាវផ្ដាននិងបកប្រែសិលាចារឹកភាសាសំស្ក្រឹតដែលភាសាសំស្ក្រឹតនេះគឺជាភាសាដែលមានត្រឹមសម័យអង្គរគឺចាប់ដើមពីសម័យបុរាណមកត្រឹមសម័យអង្គរគឺមានការសរសេរចារឹកនៅក្នុងផ្ទាំងសិលាហ្នឹងគឺមានភាសាសំស្ក្រឹតហើយប្រជាពលរដ្ឋខ្មែរយើងមិនអាចអានបានអញ្ចឹងកាលណាយើងអានអត់បានគឺយើងអត់បានយល់អំពីកំណប់ដ៏អស្ចារ្យនៃបុព្វបុរសយើងទេអញ្ចឹងភាសាសំស្ក្រឹតនេះគឺជាភាសាកំណប់ដែលកត់ត្រានៅហេតុការណ៍ទាំងឡាយនៃព្រឹត្តិការណ៍សង្គមប្រវត្តិសាស្ត្រអំពីនយោបាយដឹកនាំរដ្ឋអំពីដំណើរការសង្គមនិងបញ្ហាផ្សេងទៀតដែរអញ្ចឹងការបកប្រែនេះគោលបំណងរបស់យើងសំខាន់បំផុតគឺកោះរំលើងនៅអាថ៌កំបាំងដ៏អស្ចារ្យនៃបុព្វបុរសខ្មែរយើងដែលមាននៅក្នុងសម័យកាលប្រវត្តិសាស្ត្រទាំងអស់នោះយើងមិនអាចទុកទៅនៅជាអាថ៌កំបាំងទៀតទេយើងកាលណាយើងមិនឲ្យខ្មែរយើងយល់អញ្ចឹងគេអត់មានមោទនភាពគេអត់មានភាពអស្ចារ្យអីនៃបុព្វបុរសយើងអញ្ចឹងយើងត្រូវតែកោះរំលើងឲ្យគេបានយល់អញ្ចឹងដើម្បីបានយល់បានយើងត្រូវតែបកប្រែមកជាភាសាខ្មែរទំនើបហើយយើងបានអញ្ជើញអ្នកសិក្សាស្រាវជ្រាវភាសាបាលីសំស្ក្រឹតភាសាសំស្ក្រឹតនេះជាច្រើនអ្នកមកចូលរួមជាមួយគ្នាដើម្បីបកស្រាយអាថ៌កំបាំងរបស់បុព្វបុរសយើងជូនប្រជាជាតិខ្មែរទាំងមូលតាមលោកបណ្ឌិតយងពៅគម្រោងនេះនឹងចាប់ផ្ដើមជាផ្លូវការនាខែកក្កដាឆ្នាំ2025គ្រោងបញ្ចប់នៅក្នុងរយៈពេល24ខែដោយសារបច្ចុប្បន្នបានរកឃើញចន្លោះពី500ទៅ600ផ្ទាំងនៃសិលាចារឹកសំស្ក្រឹតហើយក៏អាចនឹងរកឃើញថ្មីជាបន្តបន្ទាប់សិលាចារឹកជាភាសាសំស្ក្រឹតដែលគ្រោងនឹងបកប្រែគឺជាសិលាចារឹករកឃើញនៅក្នុងប្រទេសកម្ពុជាបន្ទាប់មកក្រុមការងារជំនាញក៏នឹងបន្តស្រាវជ្រាវទៅលើសិលាចារឹកមួយចំនួនទៀតដែលបច្ចុប្បន្នស្ថិតនៅក្នុងទឹកដីនៃប្រទេសក្បែរខាងកម្ពុជាដូចជានៅថៃវៀតណាមឡាវជាដើមក៏ប៉ុន្តែជំហានដំបូងគឺបកប្រែសិលាចារឹកនៅក្នុងប្រទេសកម្ពុជាជាមុនសិនសូមបញ្ជាក់ថាសិលាចារឹកដែលយើងគ្រោងនឹងបកប្រែនេះគឺជាសិលាចារឹកដែលមាននៅក្នុងប្រជាណាចក្រកម្ពុជាយើងដែលយើងរកឃើញដែលមានការកត់ត្រាដោយអ្នកស្រាវជ្រាវបរទេសនិងស្រាវជ្រាវជាតិយើងហើយនឹងឆ្ពោះទៅសិលាចារឹកមួយចំនួនដែលបច្ចុប្បន្ននៅក្នុងទឹកដីប្រទេសជិតខាងដូចជានៅថៃដូចជានៅវៀតណាមដូចជានៅប្រទេសឡាវជាដើមក៏ប៉ុន្តែជាជំហានដំបូងគឺយើងបកប្រែសិលាចារឹកសំស្ក្រឹតទាំងអស់ដែលមាននៅក្នុងប្រជាណាចក្រកម្ពុជាមិនថាភាសាណាទេគឺយើងបកប្រែទាំងអស់ការដែលយើងរកឃើញយើងចាប់ផ្ដើមដំណើរការផ្លូវការគឺនៅខែកក្កដាឆ្នាំ2025នេះហើយយើងគ្រោងធ្វើការងារនេះ24ខែសរុបទៅ24ខែទើបយើងអាចបកប្រែចប់ពីព្រោះយើងរកឃើញបច្ចុប្បន្ន
ចន្លោះពី500ទៅ600ផ្ទាំងនៃសិលាចារឹកសំស្ក្រឹតបាទហើយយើងអាចរកឃើញថ្មីទៀតយើងនឹងចុះបញ្ជីថែមទៀតបាទនៅពេលបញ្ចប់ការងារបកប្រែជាភាសាខ្មែរទំនើបរួចរាល់នឹងមានការបោះពុម្ពជាសៀវភៅឲ្យប្រជាជនខ្មែរអាចយកទៅសិក្សារៀនសូត្រតាមជំនាញរៀងៗខ្លួនក្រៅពីនេះក៏អាចនឹងធ្វើជា Digital ផងដែរគ្រាន់តែជាជំហានបឋមគឺបោះពុម្ពផ្សាយជាសៀវភៅសិនគាត់ណាស់ថានៅពេលដែលយើងបកប្រែរួចជាភាសាខ្មែរទំនើបយើងនឹងបោះពុម្ពជាសៀវភៅសាធារណៈដាក់ជូនមហាជនដាក់លក់ជូនមហាជននិងផ្សព្វផ្សាយជាសាធារណៈឲ្យខ្មែរយើងអានបានសិក្សាបានចំពោះខ្ញុំជាអ្នកបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយច្បាស់ជាខ្ញុំយកទៅអានដើម្បីដកស្រង់ទស្សនវិជ្ជាដឹកនាំរដ្ឋសម័យបុរាណឯងបាទរីឯអ្នកផ្សេងទៀតគឺអាចដកស្រង់ទៅតាមជំនាញរបស់គេផ្សេងទៀតតែសំខាន់បំផុតគឺសម្រាប់ខ្ញុំជាអ្នកវិទ្យាសាស្ត្រនយោបាយខ្ញុំចង់ឆ្លោះបញ្ចាំងអំពីទស្សនវិជ្ជាដឹកនាំរដ្ឋដែលធ្វើដូចម្ដេចដែលធ្វើឲ្យមហានគររុងរឿងរីកទឹកដីបានតើបុព្វបុរសយើងគាត់ដឹកនាំតាមរបៀបម៉េចអញ្ចឹងយើងនឹងឆ្លោះបញ្ចាំងចេញពីអាថ៌កំបាំងនៃផ្ទាំងសិលាចារឹកសំស្ក្រឹតទាំងអស់នេះបាទហើយក៏យើងអាចនឹងធ្វើទៅជា Digital ដែរបាទពីព្រោះសម័យ Digital ជា Database អីចឹងទៅបាទយើងមានក្រុមការងារ Database ជំនាញនៅក្នុងកិច្ចការនឹងដែរតែជំហានបឋមគឺយើងបោះផ្សាយជាសាធារណៈជាសៀវភៅនៅពេលចប់បាទហើយយើងនឹងធ្វើការផ្សព្វផ្សាយនៅដំណើរការគម្រោងក៏ដូចជាការផ្សព្វផ្សាយនៅការបោះពុម្ពសៀវភៅនៅពេលដែលយើងស្រាវជ្រាវនិងបកប្រែចប់សូមបញ្ជាក់ថាតាមលោកបណ្ឌិតយងពៅការប្រើភាសានិងការសរសេរអក្សរមានការប្រែប្រួលពីសម័យកាលមួយទៅសម័យកាលមួយនៅសម័យនគរភ្នំសម័យចេនឡាសម័យអង្គររហូតដល់សម័យកណ្ដាលសិលាចារឹកដែលរកឃើញទាំងភាសាខ្មែរភាសាសំស្ក្រឹតនិងទាំងភាសាបាលីមានប្រហែល 1,600 ផ្ទាំងគិតមកដល់ពេលបច្ចុប្បន្ននេះ